នៅក្នុងឱកាសនេះអាត្មាលើកយកនៅធម៌ដែលព្រះអង្គសម្ដែងក្នុងមង្គលដដែលដូចព្រះអង្គគ្រូបានលើកពីខាងដើមអញ្ចឹងប៉ុន្តែចំណុចដែលព្រះអង្គសម្ដែងថាតបោហ្នឹងប្រែមកថាសេចក្តីព្យាយាមនឹងឯដុតកម្ដៅនៅកិលេសដែលមាននៅក្នុងសន្តានចិត្តរបស់យើងគ្រប់គ្នាហ្នឹងក៏ជាមង្គលដែរអាត្មាចង់លើកយកចំណុចហ្នឹងយកមកសម្រាយជាសេចក្តីដើម្បីបានជាទីសន្តាប់ជាធម្មតានៅក្នុងជីវិតរបស់យើងវានៅមានអកុសលដែលជាលោភៈទោសៈមោហៈឬមួយថាទិដ្ឋិមានៈជាដើមក៏ដែលជាអកុសលហើយអកុសលទាំងអស់ហ្នឹងជាមេរោគហ្នឹងហើយឬថាជាជំងឺប្រចាំនៅក្នុងសន្តានចិត្តរបស់យើងដូច្នេះនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងយកចិត្តទុកដាក់ក្នុងការព្យាយាមដុតកម្ដៅឬមួយថាកម្ចាត់បងនៅកិលេសទាំងអស់ហ្នឹងដែលជាមេរោគដែលជាជំងឺក្នុងចិត្តរបស់យើងនឹងឯងឲ្យអស់ទៅព្រោះថាកិលេសទាំងអស់នឹងឯងដែលជាហេតុធ្វើឲ្យយើងគ្រប់គ្នានឹងមាននៅសេចក្តីទុក្ខសេចក្តីលំបាកទៅតាមផ្លូវចិត្តទោះថាមានវត្ថុសម្ភារៈល្អប្រណិតប្រើប្រាស់គេហដ្ឋានល្អប្រណិតសម្រាប់ជាទីស្នាក់អាស្រ័យនៅនឹងហើយគ្រប់ហើយបរិបូរណ៍ហើយក៏ប៉ុន្តែបើចិត្តរបស់យើងនឹងឯងវាចេះតែចម្រើនទៅដោយអកុសលទាំងអស់ហ្នឹងក៏មិនឲ្យយើងសុខដែរមិនឲ្យយើងសុខដែរហ្នឹងហើយចឹងហើយបានយើងត្រូវយកចិត្តទុកដាក់ក្នុងការដុតកម្ដៅនៅកិលេសទាំងអស់ហ្នឹងទោះថាយើងធ្វើទៅមិនដាច់មិនតាន់អស់ជាស្ថាពរប៉ុន្តែក៏បានខ្លះហ្នឹងហើយលះទៅបន្តិចម្ដងហ្នឹងហើយចុងក្រោយទៅក៏អាចធ្វើឲ្យយើងលះនៅអកុសលទាំងអស់នោះអស់ពីខណ្ឌសន្តានពេលណាយើងលះនៅអកុសលទាំងអស់នោះបានសេចក្តីសុខរបស់យើងនឹងក៏នឹងកើតក៏នឹងមានដល់ខ្លួនយើងកាន់តែច្រើនទៅហ្នឹងហើយឧទាហរណ៍ក្នុងជីវិតគ្រួសារពេលណាដែលយើងខ្វះការទូន្មានខ្វះការដុតកម្ដៅនៅកិលេសទាំងអស់ហ្នឹងងាយហ្នឹងហើយនឹងកើតមាននៅបញ្ហាឆ្លោះវិវាទទាស់តែងគ្នាហ្នឹងហើយបកើតមាននៅរឿងរ៉ាវផ្សេងរហូតដល់បែកបាក់ហ្នឹងហើយចែកទ្រព្យសម្បត្តិចែកកូនចែកចៅគ្នាចឹងទៅព្រោះតែកិលេសអកុសលដែលនៅក្នុងសន្តានរបស់យើងហ្នឹងហើយតែដល់ពេលយើងគ្រប់គ្រងកិលេសអកុសលនឹងបានគឺសុខมันមានអ្នកណាមកធ្វើអីឲ្យយើងលំបាកអីទៅទេហ្នឹងហើយចឹងធ្វើយ៉ាងម៉េចដើម្បីលះនៅអកុសលទាំងអស់ហ្នឹងគឺព្រះអង្គឲ្យយើងមានសិលជាខាងដើម
ដែលសិលហ្នឹងជាបតតឋានជាហេតុចិត្តសម្រាប់យើងចម្រើននៅកុសលថ្នាក់អប់រំចិត្តរបស់យើងនឹងឯងឲ្យកាន់តែមានកម្លាំងបើយើងខ្វះសិលគឺมันអាចទេมันអាចទៅធ្វើឲ្យចិត្តរបស់យើងនឹងស្ងប់ធ្វើឲ្យចិត្តរបស់យើងនឹងបរិសុទ្ធបានទេព្រោះថាពេលណាដែលយើងអត់សិលពេលណាដែលយើងព្យាយាមធ្វើចិត្តយើងឲ្យស្ងប់គឺពេលនោះឯងយើងនឹងនឹកឃើញដល់កាយទុច្ចរិតបច្ច័យទុច្ចរិតរបស់យើងដែលយើងមិនទាន់បានសង្រួមដោយល្អដល់ពេលយើងនឹកឃើញដល់ទុច្ចរិតដែលបានកើតឡើងដោយកាយដោយវិចារដែលយើងបានធ្វើព្រោះតែយើងអត់សិលវាធ្វើឲ្យចិត្តរបស់យើងនឹងរវើរវាយនឹកឃើញដល់កំហុសទាំងអស់នោះតែយើងបានធ្វើយើងបានប្រព្រឹត្តបានកន្លងហើយនៅសុចរិតហ្នឹងហើយទៅធ្វើនៅទុច្ចរិតយ៉ាងនេះមួយយ៉ាងនោះមួយហើយចឹងចិត្តអត់ស្ងប់ទេហើយចិត្តអត់ស្ងប់យើងមិនអាចធ្វើចិត្តរបស់យើងនឹងឲ្យតាំងមាំក្នុងអារម្មណ៍តែមួយបានទេចឹងហើយបានក្នុងពធក្នុងពុទ្ធសាសនាព្រះអង្គណែនាំឲ្យភិក្ខុសង្ឃក៏ដូចជាពុទ្ធបរិស័ទនឹងឯងមានសិលហ្នឹងហើយមានសិលហើយសិលនោះជាសិលដ៏បរិសុទ្ធទៀតហ្នឹងហើយតាំងចិត្តសមាទាននៅសិលហ្នឹងថាដើម្បីជាបតតឋាននៃការអប់រំចិត្តរបស់យើងមិនមែនគ្រាន់តែសមាទានកាន់នៅសិលហ្នឹងដើម្បីបង្ហាញឬមួយដើម្បីបង្អួតគេឲ្យគេដឹងថាខ្លួនជាអ្នកមានសិលអានឹងសិលហ្នឹងក៏มันអាចជាបតតឋាននៃការអប់រំចិត្តរបស់យើងបានដែរបងអញ្ចឹងតើយើងតាំងចិត្តសមាទាននៅសិលនោះដោយយើងឃើញពីប្រយោជន៍របស់សិលហើយយើងគិតថាសិលនោះវាជាបតតឋាននៃសមាធិរបស់យើងអញ្ចឹងទៅបានយើងយកចិត្តទុកដាក់ឬថាមានសេចក្តីគោរពទៅក្នុងការរក្សាសិលនោះបានល្អមិនឲ្យដាច់ហ្នឹងហើយដោយប្រការណាមួយទោះបីថាញោមនៅគ្រប់គ្រងផ្ទះហ្នឹងមានសិល5ក៏ដោយក៏រក្សាសិល5ហ្នឹងឲ្យល្អចឹងទៅហើយមានប្រយោជន៍ច្រើនណាការរក្សាសិលហ្នឹងហ្នឹងហើយទោះបីអ្នកដតីគេមិនតន់គេមិនយល់អំពីតម្លៃរបស់សិលនោះយ៉ាងណាប៉ុន្តែយើងអ្នកចង់បានសុខហ្នឹងយើងត្រូវតែសិក្សាឲ្យយល់អំពីប្រយោជន៍របស់សិលហើយព្យាយាមរក្សានៅសិលហ្នឹងឲ្យល្អសិល5ហ្នឹងបើមិនទាន់ដល់សិល8សិលអីទេយើងរក្សាត្រឹមតែសិល5ហ្នឹងពេលណាយើងរក្សាបានល្អហើយធ្វើឲ្យយើងនឹងសบายចិត្តសบายត្រង់ថាយើងជាមនុស្សល្អនឹកឃើញទៅក៏សบายចិត្តថាយើងជាមនុស្សល្អយើងអត់បានទៅប្រព្រឹត្តខុសចំពោះសត្វដតីចំពោះបុគ្គលដតីយើងជាមនុស្សបានធ្វើតាមបានបដិបត្តិតាមដែលព្រះសម្មាសម្ពុទ្ធព្រះអង្គណែនាំមកហ្នឹងហើយអញ្ចឹងយើងសប្បាយចិត្តដល់ពេលសប្បាយចិត្តទៅយើងចាប់ផ្ដើមធ្វើចិត្តរបស់យើងនឹងឯងឲ្យប្រះចាកនៅអកុសលដោយសារយើងព្យាយាមនឹកទៅក្នុងអារម្មណ៍កម្មដ្ឋានណាមួយដែលយើងអាចធ្វើបានហ្នឹងអញ្ចឹងក្នុងពេលនោះគឺចិត្តរបស់យើងហ្នឹងងាយស្ងប់ព្រោះយើងអត់បាននឹកឃើញដល់រឿងអកុសលអត់បាននឹកឃើញដល់រឿងទុច្ចរិតឯណានេះមួយទេព្រោះយើងអត់បានធ្វើព្រោះយើងមានសិលហើយអញ្ចឹងយើងធ្វើសមាធិហ្នឹងហើយទោះថាសមាធិនោះញោមយកពុទ្ធគុណយកមកបរិកម្មដើម្បីឲ្យចិត្តនឹងវាស្ងប់ក៏បាន
នឹងហើយទៅតាមពេលវេលាដែលយើងអាចធ្វើបាននឹងហើយ20នាទីក្តី30នាទីក្តីឬថា1ម៉ោងក្តីពេលណាក៏ដោយក្នុងមួយថ្ងៃនោះយើងត្រូវដាក់កាលវិភាគឲ្យខ្លួនឯងនឹងហើយដាក់ផែនការឲ្យខ្លួនឯងថាក្នុងមួយថ្ងៃហ្នឹងមួយយប់មួយថ្ងៃហ្នឹងយើងត្រូវតែអប់រំចិត្តរបស់យើងនឹងឲ្យស្ងប់ក្នុងអារម្មណ៍តែមួយរយៈពេលកន្លះម៉ោងឬ1ម៉ោងចឹងទៅចាំយើងធ្វើអីបន្តឬមួយចាំយើងសម្រាកអីចឹងទៅយើងទម្លាប់ធ្វើអញ្ចឹងរឿយទៅវាធ្វើឲ្យចិត្តយើងនឹងទទួលបាននៅសេចក្តីសុខព្រោះពេលណាដែលចិត្តយើងកាន់តែស្ងប់ទៅវាទទួលបាននៅសេចក្តីសុខធ្វើអីទៅក៏ចេះតែត្រូវចេះតែត្រូវព្រោះហេតុអីបានធ្វើអីចេះតែត្រូវព្រោះចិត្តយើងហ្នឹងវាចម្រើនទៅដោយសតិចម្រើនទៅដោយសេចក្តីល្អហ្នឹងហើយអញ្ចឹងធ្វើអីវាមិនធ្វើទាំងកំរោលធ្វើអីក៏មិនធ្វើទាំងអកុសលនាំមុខហ្នឹងហើយគិតអីក៏គិតតែក្នុងសេចក្តីល្អអត់បានត្រូវអកុសលហ្នឹងនាំទៅឯហ្នឹងហើយតែអញ្ចឹងយើងនឹងទទួលបាននៅផលនៃសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងឬមួយថាញោមមិនចង់យកពុទ្ធគុណហ្នឹងយកមកបរិកម្មទេពុទ្ធគុណហ្នឹងមានច្រើនញោមចង់បរិកម្មពាក្យថាអរហង្គហើយយើងពេលដែលបរិកម្មថាអរហង្គហ្នឹងយើងត្រូវយល់ពាក្យថាអរហង្គហ្នឹងមានន័យម៉េចអរហង្គហ្នឹងបានន័យថាព្រះអង្គឆ្ងាយចាកសត្វសត្រូវគឺកិលេសព្រះអង្គបរិសុទ្ធហ្នឹងហើយព្រះអង្គអស់កិលេសហើយព្រះអង្គកាច់បំបាក់នៅកម្មនៃសង្សារចក្របានហើយហ្នឹងហើយយើងនឹកឃើញអញ្ចឹងទៅធ្វើឲ្យចិត្តយើងនោះស្ងប់ទៅឲ្យជ្រះថ្លាក្នុងគុណរបស់ព្រះអង្គនឹងឯងឬមួយមិនអញ្ចឹងទេយើងយកមេត្តាមកជាអារម្មណ៍មកមេត្តាកម្មដ្ឋានបងហ្នឹងហើយយើងផ្សាយមេត្តាផ្សាយនៅសេចក្តីស្រឡាញ់ដល់សត្វដទៃហើយមុននឹងផ្សាយសេចក្តីស្រឡាញ់ដល់សត្វដទៃនោះយើងផ្សាយដល់ខ្លួនយើងមុនសូមឲ្យអាត្មាអញបានសុខកុំឲ្យមានទុក្ខកុំឲ្យមានពៀសូមឲ្យអាត្មាអញនឹងរស់នៅជាសុខចឹងទៅយើងផ្សាយចឹងទៅដើម្បីធ្វើឲ្យយើងនឹងងាយមានមេត្តាដល់សត្វដទៃព្រោះយើងគិតថាសូម្បីតែខ្លួនអាត្មាអញក៏ចង់បានសុខចាំបាយពោទៅធ្វើដល់សត្វដទៃក៏ចង់បានសុខចឹងអាត្មាអញមិនគួរខឹងមិនគួរស្អប់មិនគួរបៀតបៀនសត្វដទៃទេហ្នឹងហើយអញ្ចឹងប្រយោជន៍នៃការផ្សាយមេត្តាដល់ខ្លួនឯងមុនហ្នឹងគឺងាយឲ្យយើងមានមេត្តាចិត្តដល់សត្វដទៃហ្នឹងហើយផ្សាយឲ្យខ្លួនឯងហ្នឹង 2-3 នាទីអញ្ចឹងទៅហើយយើងចាប់ផ្ដើមផ្សាយមេត្តាដល់អ្នកដទៃអញ្ចឹងការផ្សាយមេត្តាដល់អ្នកដទៃដល់សត្វដទៃហ្នឹងគឺលោកឲ្យយើងផ្សាយដល់បុគ្គលដែលជាទីស្រឡាញ់ធម្មតាជាខាងដើមមិនត្រូវផ្សាយដល់បុគ្គលដែលមិនជាទីស្រឡាញ់ឬថាមិនត្រូវផ្សាយដល់បុគ្គលដែលជាទីស្រឡាញ់ខ្លាំងទេដំបូងគឺមិនត្រូវផ្សាយដល់អ្នកទាំងអស់នោះទេយើងផ្សាយដល់បុគ្គលដែលជាទីស្រឡាញ់ធម្មតាបានន័យថាមិនខ្លាំងណាពេកហើយក៏មិនស្អប់ហ្នឹងហើយអញ្ចឹងបុគ្គលណាដែលជាទីស្រឡាញ់ធម្មតាដូចជាបងដូចជាប្អូនអ្នកណាដែលមានភេទដូចគ្នាបើយើងជាស្ត្រីយើងផ្សាយដល់ស្ត្រីដូចគ្នាសិនទៅបើយើងជាបរិសុទ្ធក៏យើងផ្សាយទៅដល់អ្នកដែលជាបរិសុទ្ធនឹងដូចយើងដែរទៅហ្នឹងហើយអញ្ចឹងអ្នកណាខ្លះដែលជាទីស្រឡាញ់ជាទីរាប់អានរបស់យើងហ្នឹងយើងនឹកដល់ឈ្មោះរបស់គាត់ទៅឬមួយនឹកដល់គាត់ទៅហើយយើងផ្សាយអញ្ចឹងទៅសូមឲ្យបុគ្គលនេះសូមឲ្យបុគ្គលនោះបាននៅសេចក្តីសុខកុំឲ្យមានទុក្ខកុំឲ្យមានពៀវរាឬមួយយើងមិនចាំបាច់ថាទៅដល់3-4ប្រយោគ3-4ឃ្លាទេយើងថាសូមឲ្យបុគ្គលនេះសូមឲ្យបុគ្គលនោះបាននៅសេចក្តីសុខតែប៉ុណ្ណឹងក៏បានដែរមិនចាំបាច់ថាកុំឲ្យមានទុក្ខកុំឲ្យមានពៀព្រោះយើងក្រែងថាវែងពេកយើងបាក់ថាយើងនឹកថាសូមឲ្យបុគ្គលនេះសូមឲ្យបុគ្គលនោះដែលយើងធ្លាប់ស្គាល់ឬមួយថាកំពុងតែរស់នៅជាមួយហ្នឹងហើយទោះបីថាអ្នកដែលធ្លាប់ស្គាល់នោះ
ធ្លាប់ស្គាល់ប្រហែលឆ្នាំមកហើយយើងនៅនឹកឃើញយើងផ្សាយដល់គាត់ទៅរហូតដល់ចិត្តយើងហ្នឹងតុនទៅហ្នឹងបានន័យថាចម្រើនទៅដោយមេត្តាបើចិត្តរបស់យើងហ្នឹងតុនណាតុនហ្នឹងបានន័យថាមិនមែនតុនជ្រាយដោយរឿងអីទេគឺថាសភាពមេត្តាហ្នឹងសភាពសេចក្តីស្រឡាញ់ហ្នឹងវាកើតឡើងធ្វើឲ្យចិត្តយើងវាតុនធ្វើឲ្យចិត្តយើងវាត្រជាក់ហើយធ្វើឲ្យយើងហ្នឹងប្រាសចាកអំពីកិលេសអកុសលហ្នឹងហើយអញ្ចឹងកាលណាបើយើងមានចិត្តមេត្តាកាន់តែច្រើនទៅហើយធ្វើឲ្យយើងមានសេចក្តីសុខសម្រាប់ខ្លួនយើងហើយធ្វើឲ្យអ្នកដទៃដែលរស់នៅជាមួយអ្នកដែលនៅក្បែរយើងអ្នកដែលធ្វើការជាមួយអីហ្នឹងគឺមានភាពកក់ក្ដៅបើមានភាពកក់ក្ដៅត្រង់ថាយើងជាមនុស្សច្រើនទៅដោយមេត្តាមិនច្រើនទៅដោយអកុសលបើហ្នឹងហើយអានោះបើយើងចង់យកមេត្តាហ្នឹងយកមកបរិកម្មហ្នឹងហើយបរិកម្មថាឥឡូវយើងផ្សាយដល់បុគ្គលដែលជាទីស្រឡាញ់ធម្មតាមានភេទដូចគ្នានឹងខ្លួនណាផ្សាយចឹងរឿយទៅរហូតដល់ថ្នឹកហើយបានយើងចាប់ផ្ដើមផ្សាយមេត្តាបន្តទៀតដល់បុគ្គលដែលជាទីស្រឡាញ់ខ្លាំងដូចថាជាកូនក្តីដែលជាទីស្រឡាញ់ខ្លាំងរបស់យើងឬមួយដូចថាអ្នកណាមួយដែលជាទីស្រឡាញ់ខ្លាំងរបស់យើងហ្នឹងយើងផ្សាយដល់អ្នកហ្នឹងទៅហើយបន្តទៅផ្សាយដល់បុគ្គលដែលមិនជាទីស្រឡាញ់ក៏មិនជាទីសំអប់ដែរបានន័យថាធម្មតាពងើយអ្នកដែលនៅក្បែរភូមិផងលបងជាមួយហ្នឹងដែលយើងមិនសូវជាស្និទ្ធស្នាលអីជាមួយគាត់ទេហើយយើងក៏មិនដែលស្អប់អីគាត់ដែរអញ្ចឹងយើងផ្សាយដល់បុគ្គលនោះដែរទៅហ្នឹងហើយផ្សាយដល់បុគ្គលហ្នឹងទៅរហូតដល់ចិត្តយើងហ្នឹងវាស្ងប់វាទន់ទៅគឺអត់មានទោសៈកើតឡើងក្នុងបុគ្គលទាំងអស់នោះទេហ្នឹងហើយកាលណាបើយើងធ្វើអញ្ចឹងបានហើយយើងអាចមានឱកាសផ្សាយទៅដល់បុគ្គលដែលធ្លាប់មានពៀនឹងគ្នាបុគ្គលណាដែលយើងធ្លាប់ខឹងធ្លាប់ស្អប់ធ្លាប់មានគំនុំចងពៀនឹងគ្នាណាបុគ្គលណាខ្លះហ្នឹងហើយបើថាអត់មានទេក៏អត់ទៅប៉ុន្តែបើមានយើងព្យាយាមផ្សាយទៅដល់អ្នកនោះទៀតរហូតដល់ចិត្តយើងនោះលែងមានគំនុំលែងមានអាឃាតព្យាបាទចំពោះបុគ្គលនោះហ្នឹងហើយអាហ្នឹងមេត្តារបស់យើងនោះគឺដល់ចំណុចពិសេសកាលណាបើចិត្តរបស់យើងនោះស្រាយនៅគំនុំចេញហ្នឹងហើយពីក្នុងខ្លួនរបស់យើងបានហើយគឺមេត្តារបស់យើងនោះគឺជាមេត្តាដល់ចំណុចពិសេសអាចធ្វើឲ្យយើងបានសម្រេចនៅឧបចារសមាធិបានហ្នឹងហើយយើងបន្តទៀតទៅក្នុងមេត្តាហ្នឹងចុងក្រោយអាចឲ្យយើងសម្រេចឈានបានតែបើយើងមិនអាចដល់ថ្នាក់ហ្នឹងទេយើងធ្វើដើម្បីនៅជាសុខសម្រាប់ខ្លួនយើងអញ្ចឹងទៅក៏ល្អបើហើយមួយទៀតបើយើងមិនចង់យកមេត្តាទេយើងយកអារម្មណ៍ទៅជាអាណាបាដែលយើងបដោតទៅលើខ្យល់ដង្ហើមចូលខ្យល់ដង្ហើមចេញហ្នឹងមកជាអារម្មណ៍ទៅយើងមានឱកាសយើងប្រពយកខ្យល់ហ្នឹងមកជាអារម្មណ៍ដកដង្ហើមចូលទៅក៏ដឹងដកដង្ហើមចេញទៅក៏ដឹងហ្នឹងហើយដាក់ចិត្តរបស់យើងហ្នឹងនៅក្នុងក្តោងច្រមុះនៅក្នុងចុងច្រមុះហ្នឹងចាំមើលខ្យល់ដាក់សតិណាដាក់សតិដាក់ចិត្តហ្នឹងនៅក្នុងចុងច្រមុះហ្នឹងមើលខ្យល់ដង្ហើមចូលដង្ហើមចេញហ្នឹងឲ្យដឹងអញ្ចឹងពេលណាដែលចិត្តយើងហ្នឹងរលឹកតន់ចំពោះខ្យល់ដង្ហើមចូលខ្យល់ដង្ហើមចេញទៅចិត្តរបស់យើងហ្នឹងវាអត់ទៅគិតរឿងអីផ្សេងអញ្ចឹងចិត្តរបស់យើងហ្នឹងចាប់ផ្ដើមស្ងប់ទៅក្នុងអារម្មណ៍តែមួយគឺខ្យល់ដង្ហើមហ្នឹងហើយដល់ពេលចិត្តរបស់យើងស្ងប់ទៅក្នុងពេលនោះឯងគឺកិលេសអកុសលទាំងឡាយទាំងពួងហ្នឹងអត់បានចូលមកជ្រៀតជ្រែកចិត្តរបស់យើងបានទៀតទេហ្នឹងហើយក៏នឹងធ្វើឲ្យយើងបានទទួលនៅសេចក្តីសុខក្នុងជីវិតរបស់យើងហ្នឹងហើយការអប់រំចិត្តនេះគឺមិនងាយទេណាបងមិនងាយទេដែលនៅក្នុងមង្គលនោះព្រះអង្គសម្ដែងថាតបោហ្នឹងគឺសំដៅដល់សេចក្តីព្យាយាមមិនមែនមិនព្យាយាមទេណាត្រូវតែព្យាយាមព្រោះចិត្តរបស់យើងហ្នឹងវាលុះទៅក្នុងអំណាចនៃកិលេសអកុសលហ្នឹងវាយូរមកហើយហ្នឹងហើយកិលេសអកុសលហ្នឹងពំពួកចិត្តរបស់យើងបានគ្រប់គ្រងចិត្តរបស់យើងហ្នឹងបានហ្នឹងហើយប្រកបបជាឲ្យចិត្តរបស់យើងហ្នឹង
trong cao lô phẹ nâng dương có tơ tam trong cao tô xạ nó có tơ tam trong cao mô hạ nó có tơ tam tôi than lu tơ không làm nãy đây còn lại có so nâng chân đầm bay do nè lơ còn lại có so nó cứ tơ tại chia diệm nâng này tơ tại chia diệm mà ngày mình tích không ca cục krong chặt là bao giờ nâng ao tăng nơi không cổ so ao tăng nơi không dịch đây là o ao chầm ráo từ nói cổ so chầm ráo từ nói dịch đây là o chầm ráo từ nói môn pi một ngày tới cứ trong cáo dương nâng do nè lơ còn lại có so từ o nô nâng ngày đôi ẩm náiในการព្យាយាមដុតនៅកន្លែងហ្នឹងជាធម្មតាទេយើងធ្វើអីក៏ដោយគឺចាប់ផ្ដើមពីដំបូងហ្នឹងហើយញោមមើលសិស្សដែលរៀនហ្នឹងហើយមិនមែនថាទៅភ្លាមដល់ថ្នាក់ខ្ពស់ភ្លាមទេគឺរៀនពីក្រោមទៅឬមួយថាត្រូវធ្វើផ្ទះហ្នឹងក៏ចាប់ផ្ដើមពីក្រោមទៅដែរបុកគ្រឹះរៀបអីចឹងទៅមិនមែនថាចាប់ផ្ដើមភ្លាមដល់ដបូលភ្លាមបានទេយ៉ាងណាមិញការអប់រំចិត្តហ្នឹងក៏អញ្ចឹងដែរគឺចាប់ផ្ដើមធ្វើពីមួយថ្ងៃទៅរហូតទៅជាទម្លាប់ថាងបើអត់បានអប់រំចិត្តបើអត់បានធ្វើសមាធិហ្នឹងគឺនៅមិនសុខហ្មងឲ្យចិត្តហ្នឹងវាធ្លាប់អញ្ចឹងឲ្យខ្លួនហ្នឹងវាធ្លាប់អញ្ចឹងទៅណាហ្នឹងហើយកុំឲ្យថាងមិនទេហ្នឹងហើយទៅធ្វើអីផ្សេងអាហ្នឹងគឺយើងហ្នឹងទៅជាបុគ្គលប្រមាទហើយកាលណាបើទៅជាបុគ្គលប្រមាទហើយគឺយើងនឹងឯងជាបុគ្គលឆ្ងាយអំពីមគ្គផលហើយហ្នឹងហើយมันអាចនឹងសម្រេចដល់គោលដៅនៃព្រះនិព្វានបានទេបើហ្នឹងហើយចឹងអាត្មាចង់ឲ្យញោមព្យាយាមហ្នឹងហើយមិនថាតែញោមទេទាំងប្រសង់អីក៏ដោយគ្រប់អង្គហ្នឹងគឺគ្រាន់ថាញោមមានការរវល់ច្រើនចឹងយើងត្រូវលៃពេលលៃម៉ោងសម្រាប់ខ្លួនឯងឥឡូវថាសិលហ្នឹងខ្ញុំមានហើយដោយបានបញ្ជាក់ពីខាងដើមហ្នឹងថាសិលមានហើយប៉ុន្តែយើងត្រូវអប់រំចិត្តនេះដែលព្រះអង្គសម្ដែងនៅក្នុងមង្គលតបោចប្រមចរិយាញ្ចៈនោះគឺថាព្យាយាមដុតកម្ដៅនៅកិលេសព្យាយាមប្រព្រឹត្តនៅធម៌ដ៏ប្រសើរហ្នឹងហើយព្រោះចិត្តរបស់យើងត្រូវទទួលខុសត្រូវដោយខ្លួនឯងហ្នឹងហើយมันអាចឲ្យនរណាមើលថែចិត្តរបស់យើងសម្រាប់ខ្លួនយើងបានទេហ្នឹងហើយបើថារូបកាយទៅឈឺទៅមានពេទ្យប្រចាំគ្រួសារមកមើលអីទៅប៉ុន្តែពេទ្យមកមើលមកអីមិនប៉ុន្តែយើងក៏ត្រូវប្រយ័ត្នប្រយែងចំណីអាហារយើងត្រូវហាត់ប្រាណឲ្យខ្លួនឯងមិនមែនឲ្យពេទ្យទៅហាត់ឲ្យយើងណាយ៉ាងហ្នឹងហើយចិត្តហ្នឹងគឺអត់មានណាមើលឃើញទៀតមានតែយើងខ្លួនឯងទេដែលយើងអាចដឹងចិត្តរបស់យើងបានថាចិត្តរបស់យើងឥឡូវហ្នឹងវាអីវាកើតអកុសលឬមួយលុះនៅក្នុងអំណាចអកុសលអត់បើលុះនៅក្នុងអំណាចនៃអកុសលហើយយើងព្យាយាមទាញចិត្តយើងមកវិញកុំឲ្យទៅក្នុងអកុសលឲ្យចិត្តហ្នឹងវាតាំងនៅក្នុងកុសលវិញឲ្យមានគុណពុទ្ធជាអារម្មណ៍ឬមួយឲ្យមានមេត្តាចឹងទៅឬមួយឲ្យស្ងប់ទៅក្នុងអារម្មណ៍កម្មដ្ឋានណាមួយទៅយើងទាញចិត្តរបស់យើងនឹងមកនៅក្នុងសេចក្តីល្អអញ្ចឹងយូរទៅចិត្តរបស់យើងនឹងឆ្ងាយពីអកុសលទាំងអស់នោះហើយបានន័យថាអកុសលទាំងអស់នោះលែងពង្វក់លែងទាញចិត្តរបស់យើងទៅបានចុងក្រោយព្រះអង្គសម្ដែងថាផតថាសហ្នឹងហើយផតថាសៈលោកកម្មបតិហ្នឹងបានន័យថាចិត្តហ្នឹងគឺជាចិត្តដែលបរិសុទ្ធមិនញាប់ញ័រដោយលោកធម៌ហើយចិត្តដែលបរិសុទ្ធមិនញាប់ញ័រដោយលោកធម៌ហ្នឹងគឺចិត្តរបស់អ្នកណាចិត្តរបស់ព្រះអរហន្តពេលណាដែលយើងគ្រប់គ្រងចិត្តរបស់យើងឆ្ងាយអំពីកលេសអកុសលបានអកុសលលែងទាញចិត្តទៅបានហើយអាហ្នឹងយើងចុងក្រោយនឹងបានដល់នៅភាពជាព្រះអរហន្តនឹងឯងដែលជាមង្គលមួយទៀតដែរនៅក្នុងហ្នឹងបើអញ្ចឹងយើងចង់បានមង្គលទាំងអស់គ្នាហើយប៉ុន្តែមង្គលទាំងអស់នោះគឺសួរថាអ្នកណាអ្នកធ្វើឲ្យគឺយើងខ្លួនយើងហ្នឹងហើយជាពិសេសគឺផ្លូវចិត្តនឹងតែម្ដងបើដែលយើងត្រូវយកចិត្តទុកដាក់ព្រោះចិត្តរបស់យើងនឹងងាយរងគ្រោះដោយកលេសអកុសលមួយថ្ងៃញោមសង្កេតមើលទៅបើមិនលោភៈទេក៏ទោសៈបើមិនទោសៈទេក៏មាននេះទិដ្ឋិហ្នឹងហើយអញ្ចឹងបើយើងមិនយកចិត្តទុកដាក់ព្យាបាលឬថាមិនយកចិត្តទុកដាក់ក្នុងការធ្វើចិត្តយើងនឹងឲ្យបានតាំងនៅក្នុងកុសលទេគឺយើង
mình sọc tê bò mình sọc tê là ngày chẳng bản năng cho nó nhớ bản năng cho mà riêng rồi bản năng cho hay bật thua em xem tiết nhóm thọ lọp sẽ đápให้แตะตอนนังกาធ្វើសមាធិแตะតននឹងការអប់រំចិត្តនឹងញោមក៏អាចយល់ខ្លះហើយប៉ុន្តែគាត់ថាពេលខ្លះយើងគិតថាវាមិនចាំបាច់អីចឹងទៅយើងអត់សូវគិតទេអត់សូវយកចិត្តទុកដាក់ហើយយើងរំលងកុសលថ្នាក់អប់រំចិត្តនឹងចោលមួយបាត់មួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺចេះតែកន្លងផុតទៅហើយជាពិសេសពេលណាដែលយើងកាន់តែចាស់ឬមួយយើងកាន់តែឈឺច្រើនចិត្តយើងហ្នឹងពិបាកណាបងងាយញាប់ញ័រណាហើយបើយើងខ្វះការអប់រំចិត្តគឺងាយកើតហ្មងងាយកើតទោសៈងាយកើតមោហៈនឹងហើយខឹងកូនខឹងចៅខឹងគេខឹងឯងតែប្រទេសតែប្រដាចឹងទៅហើយដល់ពេលខឹងច្រើនពេកចាប់ផ្ដើមឲ្យវង្វេងហើយផ្លិចមុខផ្លិចក្រោយហ្នឹងហើយអញ្ចឹងបើយើងនៅមានកម្លាំងយើងទូមានចិត្តយើងគ្រប់គ្រងចិត្តរបស់យើងបានដល់ចាស់ទៅឬមួយពេលឈឺទៅអត់សូវភ័យអត់សូវខ្លាចអត់សូវញាប់ញ័រអត់សូវតែខឹងណាណីទេដូចថាចិត្តយើងនៅតែស្ងប់នៅក្នុងកុសលឬមួយនៅក្នុងគុណព្រះអង្គអញ្ចឹងទៅហើយអាចទប់សេចក្តីវង្វេងបានទៀតអត់សូវវង្វេងទេអត់សូវខ្លាចអត់សូវតក់ស្លុតទៀតហើយបើថាត្រូវអស់ជីវិតទៅក៏អត់មានអីត្រូវខ្លាចបងហ្នឹងហើយបើមិនអញ្ចឹងទេកុសលថ្នាក់ទានឬមួយកុសលថ្នាក់សិលអីហ្នឹងក៏ជួយញោមអត់បានដែរកុសលថ្នាក់សិលហ្នឹងហេតុអីបានជួយអត់បានដោយសារយើងរក្សាសិលហ្នឹងក៏រក្សាលេងហ្នឹងវាមិនរក្សាដើម្បីឲ្យកុសលហ្នឹងជាបាតនៃសមាធិឲ្យកុសលថ្នាក់សិលហ្នឹងជាបាតនៃវិបស្សនាណាយើងគ្រាន់តែរក្សាអញ្ចឹងទៅយើងអត់បានឲ្យតម្លៃហើយចិត្តយើងហ្នឹងក៏មិនបានទៅជាជ្រះថ្លាទៅក្នុងសិលនឹងប្រមាណទៀតមានឈ្មោះតែរក្សាសិលប៉ុន្តែអត់ដែលនឹកឃើញដល់សិលរបស់ខ្លួនសោះមួយថ្ងៃដូចថាយកសិលមកទុកចោលអញ្ចឹងទៅណាហ្នឹងហើយខ្ញុំធ្វើអីអញ្ចឹងទៅដល់ពេលថ្ងៃសិលបានទៅសូត្ររំលឹកសិលប៉ុន្តែពេលប្រកដីអត់ដែលនឹកឃើញសិលរបស់ខ្លួនសោះហើយឲ្យសិលហ្នឹងមកជួយយើងកុំឲ្យវង្វេងពេលចិត្តស្លាប់មិនទៅជួយអត់បានទេណាញោមហ្នឹងហើយចង់ឲ្យសិលនឹងជួយកុំឲ្យយើងវង្វេងដល់យើងនឹកឃើញសិលរាល់ថ្ងៃដើរឈរអង្គុយហ្នឹងនឹកឃើញដល់សិលរបស់ខ្លួនយើងបានរក្សាឲ្យដោយល្អនឹកឃើញទៅសប្បាយចិត្តស្ងប់ទៅហ្នឹងហើយចឹងប៉ុណ្ណឹងចុះឲ្យជូនបុណ្យជូនពរសុខភាពល្អទាំងអស់គ្នាណាញោមណាសូមអនុមោទនា